មនុស្សចាស់ម្នាក់ធ្លាប់និយាយថាកាលនៅក្មេងខ្ញុំគិតថាលុយគឺជាអ្វីៗទាំងអស់ប៉ុន្តែពេលខ្ញុំចាស់ខ្ញុំទើបដឹងថាពេលវេលាមានតម្លៃជាងលុយទៅទៀតមនុស្សជាច្រើនចំណាយសុខភាពដើម្បីរកលុយហើយចុងក្រោយចំណាយលុយដើម្បីទិញសុខភាពមកវិញមនុស្សចាស់ក៏បាននិយាយទៀតថាកុំខំប្រកួតជាមួយអ្នកដទៃចូលប្រកួតជាមួយខ្លួនឯងកាលពីម្សិលមិញព្រោះមនុស្សតែងតែមានអ្នកដែលពូកែជាងអ្នកនិងមានអ្នកដែលមិនទាន់ដល់អ្នកផងដែរកុំខឹងមនុស្សដោយសារពាក្យសម្ដីមួយម៉ាត់មនុស្សខ្លះនិយាយដោយមិនគិតតែបើអ្នកយកវាទៅគិតគ្រប់រឿងអ្នកនឹងខ្លាចជាអ្នកដែលឈឺចាប់ជាងគេពេលខ្លះការនៅស្ងៀមគឺជាចម្លើយដ៏ល្អបំផុតមនុស្សចាស់និយាយថាកុំប្រញាប់សម្រេចចិត្តនៅពេលអ្នកកំពុងខឹងហើយកុំសន្យានៅពេលអ្នកកំពុងរំភើបអារម្មណ៍អាចផ្លាស់ប្ដូរបានប៉ុន្តែផលវិបាកអាចនៅជាមួយអ្នកអស់រយៈពេលយូរកុំមើលស្រាលមនុស្សណាម្នាក់មនុស្សដែលអ្នកមើលរំលងថ្ងៃនេះអាចជាអ្នកដែលជួយអ្នកនៅថ្ងៃស្អែកការគោរពមិនត្រូវចំណាយលុយទេប៉ុន្តែវាអាចនាំមកនូវទំនាក់ទំនងល្អពេញមួយជីវិតបើអ្នកចង់ដឹងពីចរិតពិតរបស់មនុស្សម្នាក់កុំមើលពេលគាត់ជោគជ័យចូលមើលពេលគាត់បរាជ័យព្រោះនៅពេលនោះអត្តចរិតពិតនឹងបង្ហាញចេញមនុស្សចាស់មិនខ្លាចភាពស្ងប់ស្ងាត់